យោធាថៃប្រាក់ឯ16ទម្លាក់ក្របបែកផ្ដាច់ស្ពានមេទឹកក្នុងភូមិសាស្ត្រថ្មដានៅព្រឹកថ្ងៃទី13ធ្នូនេះយោធាថៃកំពុងប្រើប្រាស់យន្តហោះចម្បាំងឯ16ចំនួន2គ្រឿងទម្លាក់ក្របបែកគោលដៅស្ពានជ័យជំនះហៅមេទឹកក្នុងភូមិសាស្ត្រថ្មដាស្រុកវាលវែងបើតាមអ្នកនាំពាក្យក្រសួងសាធារណការនៅម៉ោង6:02នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់នៅម៉ោង6:07នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀតម៉ោង6:12នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះស្ពានចាស់ចំនួន1គ្រាប់យន្តហោះយោធាថៃនៅបន្តមិនបញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេស្ពានមេទឹកនេះត្រូវបានស្ថាបនាជាស្ពានបេតុងដែលតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃស្ទឹងមេទឹកស្ថិតនៅលើផ្លូវជាតិលេខ55ត្រង់គីឡូម៉ែត្រលេខ169ត្រង់គីឡូម៉ែត្រលេខ169/400មានប្រវែង180ម៉ែត្រទៅទិង10ម៉ែត្រស្ពាននេះចែកចេញជា8ប្រឡោះដែលប្រឡោះនីមួយៗមានប្រវែង20ម៉ែត្រស្ថាបនារួចនៅក្នុងឆ្នាំ2018ដោយក្រុមហ៊ុនចិន CRBC ស្ពាននេះមានចម្ងាយពីព្រំដែនប្រហែលជា8.5គីឡូម៉ែត្រគិតតាមចម្ងាយផ្លូវបត់បែននិងប្រហែលជា5គីឡូម៉ែត្រគិតជាចម្ងាយត្រង់ពីព្រំដែនដែលជាច្រកងាយស្រួលតែមួយគត់ភ្ជាប់ទៅប្រជុំជនថ្មដាស្រុកវាលវែងនៅចំពោះស្ថានភាពបែបនេះអាជ្ញាធររងចាំការអនុញ្ញាតពីសមរភូមិមុខដើម្បីចូលជួសជុលធ្វើផ្លូវវាងធានាការតភ្ជាប់សម្រួលដល់ការចរាចរណ៍ឡើងវិញតែឃើញថាមកទល់នឹងពេលនេះយោធាថៃបានប្រើប្រាស់ឯ16ដើម្បីទម្លាក់គ្រាប់បែកដើម្បីទម្លាក់គ្រាប់បែកចាប់ដើម្បីផ្ដាច់ស្ពានមេទឹកនៅក្នុងភូមិសាស្ត្រថ្មដាដែលឃើញថានៅក្នុងព្រឹកថ្ងៃទី13ខែធ្នូនេះតែម្ដងចៅយោធាថៃកំពុងតែប្រើប្រាស់យន្តហោះចម្បាំងS16ចំនួន2គ្រឿងទម្លាក់គ្រាប់បែកគោលដៅស្ពានជ័យជំនះហៅមេទឹកនៅក្នុងភូមិសាស្ត្រថ្មដាស្រុកវាលវែងចាប់តាមអ្នកនាំពាក្យក្រសួងសាធារណការនៅម៉ោងប្រមាណជា6:02នាទីយោធាថៃបានកំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ផងដែរចានឹងនៅម៉ោងប្រមាណជា7នៅម៉ោងប្រមាណជា6:07នាទីយោធាថៃក៏នៅតែបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀតចានៅម៉ោងប្រមាណជា6:12នាទីយោធាថៃក៏នៅតែបន្តបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់បន្ថែមទៀតដោយយន្តហោះថៃនៅតែបន្តបញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយនោះទេចាស្ពានមេទឹកនេះត្រូវបានស្ថាបនាជាស្ពានបេតុងដែលតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៅស្ទឹងមេទឹកស្ថិតនៅលើផ្លូវលេខ55ត្រង់គីឡូម៉ែត្រលេខ169/400ដែលមានប្រវែងប្រមាណជា180ម៉ែត្រនិងទទឹង10ម៉ែត្រយោធាថៃប្រើS16ទម្លាក់គ្រាប់បែកផ្ដាច់ស្ពានមេទឹកក្នុងភូមិសាស្ត្រថ្មដានៅព្រឹកថ្ងៃទី13ធ្នូនេះយោធាថៃកំពុងប្រើប្រាស់យន្តហោះចម្បាំងS16ចំនួន2គ្រឿងទម្លាក់គ្រាប់បែកគោលដៅស្ពានជ័យជំនះហៅមេទឹកក្នុងភូមិសាស្ត្រថ្មដាស្រុកវាលវែងបើតាមអ្នកនាំពាក្យក្រសួងសាធារណការនៅម៉ោង6:02នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់នៅម៉ោង6:07នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀតម៉ោង6:12នាទីយោធាថៃបាញ់កំទេចគោលដៅស្ពានជ័យជំនះស្ពានចាស់ចំនួន1គ្រាប់យន្តហោះយោធាថៃនៅបន្តមិនបញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេស្ពានមេទឹកនេះត្រូវបានស្ថាបនាជាស្ពានបេតុងដែលតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃស្ទឹងមេទឹកស្ថិតនៅលើផ្លូវជាតិលេខ55ត្រង់គីឡូម៉ែត្រលេខ169ត្រង់គីឡូម៉ែត្រលេខ169/400មានប្រវែង180ម៉ែត្រទៅទិង10ម៉ែត្រស្ពាននេះចែកចេញជា8ប្រឡោះដែលប្រឡោះនីមួយៗមានប្រវែង20ម៉ែត្រស្ថាបនារួចនៅក្នុងឆ្នាំ2018ដោយក្រុមហ៊ុនចិន CRBC ស្ពាននេះមានចម្ងាយពីព្រំដែនប្រហែលជា8.5គីឡូម៉ែត្រគិតតាមចម្ងាយផ្លូវបត់បែននិងប្រហែលជា5គីឡូម៉ែត្រគិតជាចម្ងាយត្រង់ពីព្រំដែនដែលជាច្រកងាយស្រួលតែមួយគត់ភ្ជាប់ទៅប្រជុំជនថ្មដាស្រុកវាលវែងនៅចំពោះស្ថានភាពបែបនេះអាជ្ញាធររងចាំការអនុញ្ញាតពីសមរភូមិមុខដើម្បីចូលជួសជុលធ្វើផ្លូវវាងធានាការតភ្ជាប់សម្រួលដល់ការចរាចរណ៍ឡើងវិញតែឃើញថាមកទល់នឹងពេលនេះយោធាថៃបានប្រើប្រាស់ S16ដើម្បីទម្លាក់គ្រាប់បែកចាប់ដើម្បីផ្ដាច់ស្ពានមេទឹកនៅក្នុងភូមិសាស្ត្រថ្មដាដែលឃើញថានៅក្នុងព្រឹកថ្ងៃទី13ខែធ្នូនេះតែម្ដងចៅយោធាថៃកំពុងតែប្រើប្រាស់យន្តហោះចម្បាំងS16ចំនួន2គ្រឿងទម្លាក់គ្រាប់បែកគោលដៅស្ពានជ័យជំនះហៅមេទឹក
នៅក្នុងភូមិសាស្ត្រថ្មដាស្រុកវាវែងចាប់បើតាមអ្នកនាំពាក្យក្រសួងសាធារណការនៅម៉ោងប្រមាណជា 6:02 នាទីយោធាថៃបានកំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ផងដែរចានឹងនៅម៉ោងប្រមាណជា 7 នៅម៉ោងប្រមាណជា 6:07 នាទីយោធាថៃក៏នៅតែបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់ទៀតចានៅម៉ោងប្រមាណជា 6:12 នាទីយោធាថៃក៏នៅតែបន្តបាញ់កំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់បន្ថែមទៀតដោយយន្តហោះថៃនៅតែបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយនោះទេចាស្ពានមេទឹកនេះត្រូវបានស្ថាបនាជាស្ពានបេតុងដោយតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៅស្ទឹងមេទឹកស្ថិតនៅលើផ្លូវលេខ55ត្រង់គីឡូម៉ែត្រលេខ169/400ដែលមានប្រវែងប្រមាណជា180ម៉ែត្រនិងទទឹង10ម៉ែត្រ